ចង់រកស៊ីធូឲ្យខំធ្វើបុណ្យជាមួយម៉ែឪឲ្យបានច្រើនព្រោះពរជ័យពីម៉ែឪនេះជួយយឹតយោងរាសីយើងសម្បើមណាស់ដំបូងមាន10យ៉ាងសម្រាប់កូនស្រីគឺ 1. មិនត្រូវនាំភ្លើងក្នុងទៅក្រៅ 2. មិនត្រូវនាំភ្លើងក្រៅមកក្នុង 3. ឲ្យដល់អ្នកគួរឲ្យ 4. មិនត្រូវឲ្យដល់អ្នកមិនគួរឲ្យ 5. ឲ្យដល់អ្នកគួរឲ្យខ្លះមិនគួរឲ្យខ្លះ 6. អង្គុយជាសុខ 7. បរិភោគជាសុខ 8. ដេកជាសុខ 9. បំរើភ្លើង 10. អ្នកមស្ការទេវតាខាងក្នុង 1. សុខព្រោះមិនបៀតបៀនអ្នកដទៃ 2. សុខព្រោះបានធ្វើសេចក្តីល្អ 3. សុខព្រោះមានការយោគយល់គ្នា 4. សុខព្រោះមិនក្រោធខឹង 5. សុខព្រោះការឲ្យអភ័យ 6. សុខព្រោះការមិនយកទុកដាក់ខ្លួន 7. សុខព្រោះមានបញ្ញាយល់ដឹងការពិត 8. សុខព្រោះឈ្នះលើចិត្តខ្លួនឯងក្តីសុខពិតប្រាកដគឺក្តីសុខផ្លូវកាយផ្លូវចិត្តមិនមែនក្តីសុខព្រោះបានឈ្នះចាញ់នឹងជីវិតអ្នកដទៃនោះទេជូនចំពោះកូនច្បងរបស់ម៉ាក់សូមទោសកូនដែលពេលខ្លះម៉ាក់មើលទៅដូចជាភ្លេចកូនសូមទោសកូនដែលពេលខ្លះម៉ាក់ស្រែកដាក់កូនសូមទោសកូនដែលពេលខ្លះកូននិយាយប្រាប់រឿងប៉ុន្តែម៉ាក់មិនបានស្ដាប់ព្រោះម៉ាក់ត្រូវប្រញាប់ធ្វើអ្វីៗឲ្យហើយមុននឹងប្អូនកូនគាត់ភ្ញាក់ឡើងសូមទោសកូនដែលកូនមិនបានទទួលការយកចិត្តទុកដាក់ពីម៉ាក់ដូចពីមុនកុំជឿជើងលេខកុំដេកចាំសំណាងរឿងមានរឿងបានអាស្រ័យលើការខំប្រឹងរៀនបដិសេធខ្លះរៀនអាត្មានិយមខ្លះមិនមែនចិត្តល្អគ្រប់យ៉ាងហើយខ្លួនឯងត្រូវមកលំបាកទេព្រោះមនុស្សខ្លះទោះយើងល្អយ៉ាងណាគេក៏នៅមើលមិនឃើញគុណតម្លៃយើងដែរទំនាក់ទំនងដែលគ្មានន័យទំនាក់ទំនងមួយដែលឈឺចាប់បំផុតគឺមានឈ្មោះជាប្រពន្ធតែគេមិនដែលខ្វល់គេមិនបានបារម្ភគេទុកយើងចោលលុយបើចាយតាមអារម្មណ៍មុខជាមិនសល់ទេស៊ូប្រឹងអំណត់កត់ចំណូលចំណាយចាយតាមខួរក្បាលចេះវិនិយោគចេះប្រើលុយបង្កើតលុយច្បាស់ជាមានលុយសល់ជាងចូលរើសរាប់អានមនុស្សដែលក្រែងចិត្តក្នុងភាពចិត្តល្អរបស់យើងមិនមែនមនុស្សដែលបានចិត្តក្នុងភាពចិត្តល្អរបស់យើងទេជីវិតមនុស្សមាន10ឆ្នាំប៉ុន្មានដងជីវិតយើងមាន10ឆ្នាំមិនច្រើនដងទេពេលនៅមានកម្លាំងមានសម្រស់យើងអាចមានមនុស្សឬដៃគូប៉ុន្មាននាក់ក៏បានដែរតែដល់ពេលមួយដែលយើងជរាតើមានមនុស្សប៉ុន្មាននាក់ដែលនៅក្បែរមើលថែយើងបាននោះគឺប្រពន្ធប្តីកូនចៅគ្រួសារខ្លួនឯងដូច្នោះបើនៅមានពេលវេលាសូមថែមនុស្សដែលសំខាន់បំផុតក្នុងជីវិតឲ្យបានល្អកុំផិតកុំក្បត់កុំខឹងកុំគុំកុំចងគំនុំកុំយកអ្នកដទៃជាធំព្រោះចុងក្រោយនៃជីវិតគ្មាននរណាដែលល្អជាងគ្រួសារយើងឡើយបំពេញតួនាទីខ្លួនឲ្យបានល្អកុំឲ្យមានវិបដិសារីនៅពេលដែលមិនអាចត្រឡប់ទៅកែខៃពេលវេលាបានភរិយា7ពួកគឺ 1. ភរិយាវាតអំណាចសង្កត់សង្កិនលើប្តីដូចជាម្ចាស់ 2. ភរិយាបៀតបៀនធ្វើទុកប្តីដូចជាអ្នកស្លាប់ 3. ភរិយាដូចជាចោរលួចទ្រព្យសម្បត្តិរបស់ស្វាមី 4. ភរិយាដែលផ្គត់ផ្គង់ប្តីដូចមេដា 5. ភរិយាដែលចេះទំនុកបម្រុងប្តីនិងចិត្តពិតត្រង់ស្មោះសរចំពោះប្តីដូចជាប្អូនស្រី 6. ភរិយាដែលគោរពប្រតិបត្តិប្តីដូចជាទាស័យ 7. ភរិយាដែលប្រតិបត្តិកោតខ្លាចចិត្តស្វាមីស្មោះត្រង់មិនវាចវេដូចជាមិត្តសម្លាញ់អំពើល្អរបស់មេគំនិតល្អរបស់គ្រូចិត្តល្អរបស់ឪពុកម្ដាយមិនភ្លេចគុណរបស់អ្នកដទៃមិនបំផ្លាញគុណរបស់អ្នកដទៃមិនមូលបង្កាច់គុណរបស់អ្នកដទៃការភ័ន្តច្រឡំនាំឲ្យច្របូកច្របល់ការសង្ស័យនាំឲ្យមានការស្ទាក់ស្ទើរការភ័យព្រួយនាំឲ្យមានការញាប់ញ័រការស្លន់ស្លោនាំឲ្យមានការរើបំរាស់កុំបង្រៀនកូនស្រីកុំបង្រៀនកូនស្រី
ឲ្យតែងខ្លួនស្អាតដើម្បីយកប្តីអ្នកមានបង្រៀននាងឲ្យខំរៀនខំធ្វើការដើម្បីក្លាយជាអ្នកមានដោយខ្លួនឯងវិញកាចពេកគេស្អប់ស្លូតពេកគេជន់មានពេកគេច្រណែនក្រពេកគេមើលងាយជីវិតមនុស្សយើងគឺតែប៉ុណ្ណឹងជីវិតស្មុគពេកដើរមិនទាន់គេទេធម្មជាតិនៃជីវិតតែងមានទុក្ខតែកុំដេកអោបទុក្ខហូបឆ្ងាញ់ខ្លះឆ្លៀតសប្បាយខ្លះប្រឹងកុំដេកខ្ជិលតាមដំណើរជីវិតកុំស្មុគស្មាញពេកស្ត្រីប្រកបដោយហេតុ5យ៉ាងជាទីពេញចិត្តរបស់ស្វាមី 1. ជាស្ត្រីក្រោកឡើងមុនប្តី 2. ជាស្ត្រីបរិភោគនិងដេកក្រោយប្តី 3. ជាស្ត្រីរស់នៅជាមួយនឹងប្តីឥតមានគំនិតអាក្រក់ 4. ជាស្ត្រីមានសម្ដីពីរោះគួរឲ្យចង់ស្ដាប់ 5. ជាស្ត្រីចេះផ្គាប់គុណប្តីមិនឲ្យឆ្គងចិត្តសោះនេះហៅម្យ៉ាងជាកល្យានធម៌នេះគឺភរិយាត្រូវគោរពប្តីដើម្បីនៅជាសុខមាន6យ៉ាងដើម្បីទ្រព្យសម្បត្តិ 1. ប្រឹងប្រែងរកទ្រព្យសម្បត្តិ 2. ព្យាយាមថែរក្សាទ្រព្យសម្បត្តិ 3. មិនសេពគប់បាបមិត្តទាំងឡាយ 4. ចេះបែងចែកទ្រព្យសម្បត្តិឲ្យបានស្មើ 5. មិនឲ្យវង្វេងធ្លាក់ខ្លួនចូលក្នុងផ្លូវអបាយមុខ 6. ចេះរកវិធីសាស្ត្រដើម្បីឲ្យទ្រព្យសម្បត្តិកើនផលច្រើនឡើងច្បាប់លុយអ្នកគួរតែដឹង 1. បើរបស់នោះមិនចាំបាច់កុំទិញ 2. បើគ្មានលុយ2ដងនៃរបស់នោះទេកុំទិញ 3. បើមានរបស់នោះក្នុងផ្ទះហើយត្រូវប្រើវានិងកុំទិញថែម 4. បើមិនដឹងថាហេតុអីបានជាអ្នកទិញរបស់នោះលក់វា 5. បើទិញរបស់នោះហើយមកវេទនាដាច់លុយចាយកុំទិញ 6. រស់នៅឲ្យសាមញ្ញកុំចាយលើសមៀតជាជំរឿល្អបំផុត 7. ចំណាយកាន់តែតិចអ្នកនឹងមានសេរីភាពរឿងលុយកាន់តែច្រើនរៀនដឹងគុណអ្នកដទៃទោះបីជាគេជួយយើងតិចឬក៏ច្រើនគួរតែកុំភ្លេចគុណគេតម្លៃដែលថ្លៃជាងលុយគឺទឹកចិត្តភាពជោគជ័យមិនមែនជារឿងចៃដន្យទេវាជាលទ្ធផលនៃការរៀនសូត្រការលះបង់និងការស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើសមុទ្រជីវិតបើហែលដោយគំនិតក៏មិនលង់បើហែលដោយអារម្មណ៍ក៏ឆ្លងទៅមិនរួចបើអ្នករវល់តែយកពាក្យសម្ដីគេមកគិតជីវិតយើងគ្មានថ្ងៃមានក្តីសុខឡើយគំនិតមាស 1. បើគេធ្វើអស់100អ្នកត្រូវតែចេះក្បួនធ្វើអស់តែ30 2. រកស៊ីមុខរបរណាដែលជាតម្រូវការប្រចាំថ្ងៃរបស់មនុស្ស 3. កុំចង់សម្រេចក្តីស្រមៃតែម្នាក់ឯង 4. រកស៊ីអ្វីក៏ដោយអ្នកត្រូវមានបេះដូងជាខ្មែរ 5. មើលគល់មើលឬដើមឈើកុំមើលតែស្លឹកទម្លាប់ទាំង6ដែលកំពុងរារាំងទ្រព្យសម្បត្តិនិងការរីកចម្រើនអាជីពរបស់អ្នកដោយស្ងៀមស្ងាត់វាមិនមែនជាសំណាងអាក្រក់ទេប៉ុន្តែជាញឹកញាប់ជាទម្លាប់និងគំនិតដែលធ្វើឲ្យអ្នកជាប់គាំងចូលកំណត់ប្រភេទទូទៅទាំង6នៃការបំផ្លាញខ្លួនឯងដើម្បីរំដោះខ្លួនចេញពីវដ្តនៃភាពជាប់គាំង 1. គិតច្រើនតែធ្វើតិច 2. ការភ័យខ្លាចក្នុងការធ្វើខុសគឺធំជាងការភ័យខ្លាចក្នុងការឈរស្ងៀម 3. ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃច្រើនពេក 4. មើលស្រាលខ្លួនឯង 5. ការពន្យាពេលក្រោមរូបភាពនៃការរងចាំពេលវេលាត្រឹមត្រូវ 6. ការតោងជាប់នឹងអតីតកាលយូរពេកក្តីសុខរបស់ប្តីប្រពន្ធក្តីសុខរបស់ប្តីប្រពន្ធគឺបាននៅក្បែរស្វាមីតែខុសពីក្តីសុខប្តីគឺគេសប្បាយចិត្តបាននៅក្បែរស្រីក្រៅតាំងពីចេះក្បត់ប្រពន្ធមកចេះមានស្រីក្រៅសម្ដីក៏ចាប់ផ្ដើមប្លែកនិយាយសួរនាំតិចតួចមិនបានទេចេះស្រែកមួម៉ៅហើយទុកប្រពន្ធចោលរកលេសចេញទៅក្រៅបាត់មេរោគតណ្ហាត្រួតត្រាខួរប្តីស្របពេលដែលប្រពន្ធកំពុងឈឺក៏ប្តីមិនខ្វល់ប្តីខ្វល់តែស្រីប៉ុណ្ណោះបើជ្រុលជាធ្វើចរិតបែបនឹងហើយចែកផ្លូវគ្នាដើរទៅល្អជាងមិនបាច់ជាយាមយកចិត្តដើម្បីឲ្យគេមករាប់អានអ្នកទេតែត្រូវប្រឹងកសាងខ្លួនឯងឲ្យរីកចម្រើនព្រោះពេលអ្នកមានបានមិនខ្វះទេញាតិមកចង់រាប់អ្នកប្រយ័ត្នរឿង5យ៉ាង
1. ឈ្នះអ្នកដទៃតែមិនព្រមឈ្នះខ្លួនឯង 2. ដឹងរឿងគេគ្រប់យ៉ាងតែមិនដឹងផ្លូវខ្លួនដើរ 3. មើលងាយកំហុសអ្នកដទៃ 4. អប់រំគេតែមិនអប់រំចិត្តខ្លួនឯង 5. បន្ថោកអ្នកដទៃតែចង់ឲ្យគេសរសើរខ្លួន មុននឹងកាយអ្នកណាម្នាក់សួរខ្លួនឯងមុនថា យើងបានកាយខ្លួនឯងគ្រប់គ្រាន់ហើយឬនៅ ពេលខ្លះក៏ហត់ ពេលខ្លះក៏ងងុយ តែដើម្បីអនាគតមានតែពាក្យថាទ្រាំ កុំចំណាយពេលជាមួយមនុស្សដែលមិនអោយតម្លៃអ្នក ទោះអ្នកខំធ្វើល្អយ៉ាងណាក៏គ្មានតម្លៃដែរ អ្នកលក់មុខរីករកស៊ីធូរ អ្នកលក់មុខជូររកស៊ីខាត លក់ទាំងសម្ដីលក់ទាំងអារម្មណ៍ទៅគង់វង្សបានយូរ ប្តីខ្លះល្អគ្រប់យ៉ាងជាមួយអ្នកដទៃ តែហេតុអ្វីមិនអាចធ្វើល្អគ្រប់យ៉ាងជាមួយប្រពន្ធកូនបាន អាកំបាំង 5 យ៉ាងសម្រាប់ឆ្នាំថ្មីដ៏រីករាយសំណាងនិងជោគជ័យតោះមកដឹងពីវិធីកែតម្រូវឆ្នាំថ្មីឲ្យคล้ายជាឆ្នាំដ៏ជោគជ័យនិងរីករាយសម្រាប់យើងទាំងអស់គ្នា 1. រស់នៅដោយស្នាមញញឹម 2. រស់នៅដោយមិនត្អូញត្អែ 3. រស់នៅដោយការអត់ឱន 4. រស់នៅដោយសេចក្តីសប្បុរស 5. រស់នៅដោយអាណិតអាសូរ មានប្តីមានប្រពន្ធកុំអាងឪពុកម្ដាយកើតទុក្ខឬសុខសប្បាយមានចាយឬអត់ចាយគឺអ្នកទាំងពីរនេះហើយជាអ្នកដោះស្រាយនិងប្រឈមមុខជាមួយគ្នា